ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយកជីវប្រវត្តិរបស់លោកតាសោមមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់នៅព្រឹកមួយក្នុងភូមិស្រាប់តែមានរឿងចម្លែកបានកើតឡើងដោយសត្វគោរបស់អ្នកភូមិលោកសោមត្រូវបានងាប់ដោយមិនដឹងពីមូលហេតុច្បាស់លាស់ដោយសារសត្វគោនោះគឺធ្លាយគ្រឿងក្នុងចេញមកក្រៅមើលទៅគួរឲ្យញញឹតណាស់ពុកម៉ែបងប្អូនតាមការសង្កេតចុះឡើងរបស់លោកអ៊ំសោមគាត់ប្រកាសចិត្តយ៉ាងច្បាស់ណាស់ថានេះជាស្នាដៃរបស់ខ្លា 100% ពេលត្រឡប់មកផ្ទះវិញសោមគាត់សេចក្ដីគិតរឿងកាលពីព្រឹកមិញថានេះសំណាងណាស់ដែលខ្លានោះវាស៊ីតែគោយកប្រសិនបើខ្លានោះវាមិនស៊ីគោវាមកស៊ីមនុស្សវិញវាមិនចប់ហើយទេអីពេលដែលគាត់និយាយចប់គាត់ក៏បានរៀបចំហូបបាយពេលព្រឹកតែប្រពន្ធរបស់គាត់រៀបចំឲ្យហើយខ្ញុំភ្លេចប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថាប្រពន្ធរបស់លោកអ៊ំសោមគាត់មានឈ្មោះថាអ៊ំសុភ័ណ្ឌតែនៅស្រុកអ្នកភូមិគេហៅគាត់ថាអ៊ំព័ន្ធនេះចឹងទៅលុះដល់ពេលដែលអ៊ំសោមហូបបាយហូបអីរួចមកគាត់ក៏ដើរសំដៅទៅកាន់ផ្ទះរបស់លោកមេភូមិហើយក៏ពិភាក្សារឿងសត្វខ្លាដែលបានមកស៊ីគោអ្នកភូមិនោះលុះគាត់និយាយគ្នាបានមួយសន្ទុះគាត់ទាំងពីរបានកោះហៅអ្នកភូមិទាំងអស់មកប្រជុំគ្នានៅផ្ទះរបស់លោកមេភូមិពេលដែលអ្នកភូមិប្រមូលផ្តុំគ្នារួចមកលោកមេភូមិបានប្រាប់ពីបញ្ហាដែលអ្នកភូមិបានជួបប្រទះថាម៉ែបងប្អូនទាំងអស់គ្នាយើងគួរប្រុងប្រយ័ត្នចំពោះសត្វខ្លាដែលបានវាយប្រហារសត្វចិញ្ចឹមរបស់បងប្អូនអ្នកភូមិយើងដូច្នេះពេលយប់ដាច់ខាតត្រូវតែបិទទ្វារជិតនិងរៀបចំអាវុធមួយចំនួនទុកការពារខ្លួនដើម្បីធានាសុវត្ថិភាពក្នុងក្រុមគ្រួសារអ្នករាល់គ្នាតែយប់នេះខ្ញុំសូមកម្លាំងមនុស្សប្រុសចំនួន5នាក់ដែលក្លាហានត្រៀមប្រមាញ់ខ្លាដែលបានលុកលុយកាលពីម្សិលមិញនេះហើយនាពេលនោះក៏មានអ្នកស្ម័គ្រចិត្តទៅតាមប្រមាញ់ខ្លានោះផងដែរលោកហ៊ុំសោមគាត់មានប្រសាសន៍ថាខ្ញុំនឹងត្រៀមកំភ្លើងដល់អ្នករាល់គ្នាលុះបានពិភាក្សាមួយសន្ទុះមកពួកគាត់រាល់គ្នាក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនទៅហើយពេលរាត្រីក៏បានចូលមកដល់ប្រពន្ធរបស់អ៊ំសោមក៏បានរៀបចំបាយទឹកឲ្យប្តីជាធម្មតាក្រោយពេលដែលអ៊ំសោមហូបបាយហូបអីរួចមកគាត់ក៏បានទៅជួបបុរស5នាក់រួមទាំងលោកអ៊ំមេភូមិហើយម្នាក់ទៀតផងនោះពួកគាត់ក៏បានធ្វើតាមផែនការដែលបានរៀបចំទុកជាមួយគ្នាតាំងពីថ្ងៃមិញដោយពួកគាត់យកគោមួយក្បាលទៅចងជាមួយនឹងដើមឈើតូចមួយនៅក្បែរព្រៃខាងលិចដែលជាគោរបស់អ៊ំសោមផ្ទាល់ព្រោះបើសិនបើណាជាយកគោរបស់អ្នកភូមិណាម្នាក់មកប្រសិនខ្លានោះវាប្រហារលើគោបណ្ដាលឲ្យងាប់ទៅគាត់អាចនឹងពិបាករ៉ាយរ៉ាប់ប្រាប់ម្ចាស់គោណាស់ហើយពួកគាត់ក៏បានលាក់ខ្លួននៅលើដើមឈើធំមួយដោយចងថ្នាក់ធំល្មមពួកសំនៅលើដើមឈើនោះហើយពួកគាត់ក៏បានឡើងទៅអង្គុយហើយក៏ជក់បរិយត្រៀមចាំលបមើលខ្លានោះអាចនឹងបង្ហាញខ្លួនទៀតដែរឬទេក្នុងពេលពួកគាត់កំពុងអង្គុយនោះម៉ោងក៏បានរំកិលចូលម៉ោង1ជប់ត្រៀតគាត់ម្នាក់អង្គុយងោកដោយហេតុថាងងុយដេកខ្លាំងពេកលុះមួយសន្ទុះក្រោយមកគាត់ក៏ស្រាប់តែប្រទះឃើញនឹងសម្រិតជើងលាន់ស្លឹកឈើឬសូតែស្រាប់តែលេចចេញខ្លាមួយចេញពិតប្រកបមែនគាត់ថាខ្លានោះធំណាស់មាឌរបស់វាចិត្តប៉ិនគោបាយទៅហើយវាដើរបំរុងនឹងហក់កន្ទ្រប់សត្វគោគ្រាន់តែឃើញបែបនោះអ៊ំសោមក៏បានលើកកំភ្លើងបាញ់ចំនួន3គ្រាប់តែខ្លានោះវារហ័សខ្លាំងណាស់
វាអាចគេចជាមួយនឹងក្រកំភ្លើងរបស់គាត់បានអ្នកផ្សេងទៀតគ្រាន់តែឃើញអញ្ចឹងក៏លើកកំភ្លើងរះទៅលើខ្លានោះមិនដកដៃប៉ុន្តែពួកគាត់សង្កេតឃើញថាស្បែករបស់ខ្លានោះដូចជាបាញ់មិនចង់សោះគ្រាប់ដែលបានប៉ះជាមួយនឹងស្បែករបស់វាបានត្រឹមបង្កជារបួសស្នាមបន្តិចបន្តួចដល់ខ្លានោះប៉ុណ្ណោះខ្លានោះវារៀងសង្ងល់ដែរក៏ឈានជើងថយមកក្រោយបន្តិចយកអេឡង់រួចក៏ហក់មកផ្ទះចំធ្នាក់របស់ពួកគាត់បណ្ដាលឲ្យបាក់ធ្លាក់ពួកគាត់មកខាងក្រោមទាំងអស់ប៉ុន្តែការធ្លាក់នោះមិនបង្កជារបួសស្នាមដល់ពួកគាត់ឡើយប៉ុន្តែកំភ្លើងរបស់ពួកគាត់ទៀតរបាត់របាយចេញពីដៃរបស់ពួកគាត់ទាំងអស់ព្រាដែលអាសន្នចូលមកដល់លោកជុនគាត់បានលើកដៃប្រណម្យសូត្រមន្តគាថាផ្លុំចូលបាក់ដៃហើយខ្លានោះក៏ហក់បំរុងកន្ទ្រប់ស្រាប់តែលោកអមសោមទុកយ៉ាងលឿនចាប់ច្បាំកខ្លានោះប្រវត្តិទៅម្ខាងពេលនេះយើងសង្កេតឃើញកម្លាំងរបស់លោកអមសោមប្រៀបដូចជាមនុស្ស10នាក់យ៉ាងអញ្ចឹងដែរពេលដែលខ្លានោះក្រោកឡើងមកវិញវាក៏ហក់មកម្ដងទៀតប៉ុន្តែលោកអមដឹងមុនគាត់ក៏សូត្រគាថាផ្លុំដាក់ដៃម្ដងទៀតហើយក៏យកមកទះទ្រូង3ដងហើយក៏យកជើងរបស់គាត់ជន់កន្ទ្រាំលើដី3ដងគាត់បានប្រាប់អេដមីនថាគាថាដែលគាត់បានប្រើនេះគឺមានឈ្មោះថាហនុមានបបែកភ្នំអ្នកដែលបានមើលគាត់ពីក្រោយនោះថាពេលដែលអ៊ំសោមគាត់ដើរមួយជំហានស្នាមដានជើងរបស់គាត់នោះឡើងខ្លោចហើយហុយផ្សែងតិចតិចថែមទៀតផងគ្រាន់តែពួកគាត់បានឃើញអញ្ចឹងគឺគាត់ព្រឺក្បាលទាំងអស់គ្នាតែម្ដងព្រោះនេះជាលើកទី1ហើយដែលបានឃើញថាសភាពរបស់លោកអ៊ំសោមបែបនេះហើយការដើររបស់លោកអ៊ំសោមទៀតសោតគឺធ្វើឲ្យខ្លាមួយក្បាលនោះដើរថយក្រោយព្រោះតែវាខ្លាចជាមួយនឹងអំណាចដេជះរបស់មន្តវិជ្ជារបស់អ៊ំសោមគ្រាន់តែអ៊ំឃើញថាខ្លានោះចង់រត់គាត់ក៏ស្ទុះយ៉ាងលឿនផ្ទះចំក្បាលខ្លានោះលាន់ដោយដំបងវាគ្រាន់តែត្រូវមួយបាត់ដៃរបស់លោកអ៊ំវាក៏ទន់ជើងដួលក្រាបទៅមួយកន្លែងអ៊ំក៏បានយកបាត់ដៃរបស់គាត់ចាប់ក្បាលវាហើយក៏សូត្រមន្តវិជ្ជាអ្វីក៏មិនដឹងហើយអំឡុងពេលនោះមានចំហាយខ្មៅមួយលេចចេញពីរាងកាយខ្លានោះហើយអ៊ំក៏បានកំចាយចំហាយខ្មៅនោះចោលតែបើក្រឡេកទៅមើលខ្លានោះវិញឃើញថារាងកាយរបស់វាមើលទៅដូចជាសាកសពខ្លាដែលងាប់រាប់សិបខែណាស់មកហើយដោយមានតែសាច់រលួយនិងឆ្អឹងតែប៉ុណ្ណោះហេតុនេះហើយទើបអ៊ំសោមគាត់ដឹងថាសាកសពខ្លានេះគឺត្រូវបានវិញ្ញាណចូលគ្រប់គ្រងរាងកាយរបស់វាដែលជាសាកសពនោះជាក់ស្ដែងទៅវិញ្ញាណដែលបានចូលក្នុងខ្លានោះគឺជាព្រាយដែលតែតោក្នុងព្រៃរាប់រយឆ្នាំណាស់មកហើយលុះពេលដល់ភូមិវិញលោកមេភូមិបានប្រកាសអំពីការយកឈ្នះទៅលើខ្លានោះប្រាប់ទៅអ្នកភូមិអ្នកស្រុកកុំឲ្យមានការព្រៃបារម្ភតទៅទៀតរឿងយើងក៏ចប់តែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានស្ដាប់បានសេចក្តីសុខនិងសេចក្តីចម្រើន